អត្ថប្រយោជន៍របស់វីតាមីន E មកលើរាងកាយ 1. ប្រឆាំងនឹង radical សេរីអ្វីដែលវាធ្វើគឺទៅតោងជាមួយនឹងអុកស៊ីសែនក្នុងរាងកាយនិងការពារវីតាមីនផ្សេងៗទៀតដូចជាវីតាមីន A ពីការខូចខាតដូច្នេះវាក៏អាចត្រូវបានបឺតស្រូបចូលទៅក្នុងខ្លួនកាន់តែស្រួលដែរវាក៏មានសារៈសំខាន់សម្រាប់ភ្នាបុះកោសិកាដែរការសិក្សាជាច្រើនបង្ហាញថាវីតាមីន E អាចជួយបង្ការបញ្ហាបេះដូងដែលទាក់ទងនឹងភាពចាស់ទៅតាមអាយុបាន 2. រំលាយកំណកឈាមរឿងនេះមានសារៈសំខាន់ណាស់ក្នុងការរំលាយកំណកឈាមដែលខុសប្រក្រតីចេញពីសរសៃឈាមជាពិសេសសរសៃឈាមអាក់ទែតែម្ដងដូច្នេះវាក៏មានប្រយោជន៍ក្នុងការបង្ការជំងឺបេះដូងច្រើនប្រភេទដែរ 3. បន្ថយកូលេស្តេរុលអត្ថប្រយោជន៍ផ្សេងមួយទៀតនៃការញ៉ាំវីតាមីន E នោះគឺថាវាអាចជួយកាត់បន្ថយកូលេស្តេរុលក្នុងឈាមបានកូលេស្តេរុលទាបមានន័យថាអ្នកក៏មិនងាយមានបញ្ហាបេះដូងដូចជាដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងដែរ 4. ពង្រឹងដល់សុខភាពស្បែករឿងនេះគួរតែអរគុណដល់អង់ទីអុកស៊ីដង់របស់វីតាមីន E ហើយដែលអាចជួយឲ្យស្បែកមានសុខភាពល្អនិងស្រស់ស្អាតសក់ញាក់ក៏នឹងទទួលបានប្រយោជន៍ពីវីតាមីន E ដែរព្រោះវានឹងជំរុញដល់របត់ឈាមរត់ទៅក្នុងស្បែកក្បាលដើម្បីជួយឲ្យសក់នោះលូតលាស់កាន់តែមានសុខភាពល្អវីតាមីន E ត្រូវបានគេរកឃើញថាអាចព្យាបាលបញ្ហាស្បែកច្រើនប្រភេទដូចជាជំងឺមុនស្នាមស្បែកនិងស្បែកជ្រីជ្រួញយ៉ាងមានប្រសិទ្ធភាព 5. ទប់ស្កាត់ភាពអស់កម្លាំងសប្តាហ៍ថ្ងៃនេះមនុស្សយើងមានការងារធ្វើច្រើនណាស់ក្នុងពេលតែមួយហើយវាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរពេលខ្លះអាចនឹងមានអារម្មណ៍អស់កម្លាំងអ្វីដែលជាដំណឹងល្អនោះគឺថាវីតាមីន E អាចជួយប្រឆាំងនឹងភាពអស់កម្លាំងអ្នកបានសរុបសេចក្តីមកវីតាមីន E ដើរតួនាទីដ៏សំខាន់មួយចាប់ពីលុបបំបាត់ការឡើងខ្ពស់របស់កូលេស្តេរុលរហូតដល់ជួយដល់សុខភាពសក់និងស្បែកការញ៉ាំអាហារសម្បូរវីតាមីន E ខ្ពស់ក៏អាចផ្ដល់នូវសុខភាពដែរដូច្នេះហើយចូលប្រកាសថាអ្នកបានជ្រើសរើសម្ហូបបានត្រឹមត្រូវដែរ សូមអរគុណ